ពិធីបណ្ដែតប្រទីបរំលឹកគុណព្រះគង្គានិងព្រះធរណីនៅខេត្តសៀមរាបពិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកនិងសំពះព្រះខែគឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់របស់ប្រជារាស្ត្រខ្មែរដែលបានប្រារព្ធធ្វើឡើងតាំងពីបុរាណកាលមកហើយឆ្នាំនេះនៅរាត្រីថ្ងៃពេញបូរមីខែកដិកត្រូវនឹងថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025នៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាបក៏មានការរៀបចំពិធីបណ្ដែតប្រទីបយ៉ាងអធិកអធមដោយមានការចូលរួមពីភ្ញៀវជាតិនិងអន្តរជាតិផងដែរពិធីបណ្ដែតប្រទីបតាមគម្ពីរទាថាវង្សភាសាបាលីបានចែងថាពិធីបណ្ដែតប្រទីបនេះធ្វើឡើងដើម្បីបូជាចំពោះព្រះចង្គំកែវទាំង4របស់ព្រះសម្មាសម្ពុទ្ធដែលប្រតិស្ថាននៅទីកន្លែងផ្សេងៗនិងបូជាចំពោះស្នាមព្រះបាទរបស់ព្រះអង្គនៅទីទាំង5ក្នុងនោះមាននៅស្ទឹងនមទាផងដែរអត្ថន័យនៃការបណ្ដែតប្រទីបចំពោះប្រជាពលរដ្ឋទូទៅការបណ្ដែតប្រទីបនេះគឺដើម្បីរំលឹកដល់គុណនៃព្រះគង្គាទឹកនិងព្រះធរណីដីដែលបានផ្ដល់នូវសេចក្តីសុខសប្បាយនិងភោគផលល្អប្រសើរសម្រាប់ការងារកសិកម្មនិងរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាកសិករពិធីនេះឆ្លុះបញ្ចាំងពីជំនឿសាសនានិងការដឹងគុណយ៉ាងមុតមាំពិធីបុណ្យអុំទូកនៅខេត្តសៀមរាបតែងតែទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទីហើយក្នុងនោះក៏មានការប្រណាំងអុំទូកផងដែរជាពិសេសនៅរាត្រីពេញបូរមីខែកដិកគេឃើញមានការរៀបចំពិធីបណ្ដែតប្រទីបដើម្បីបួងសួងសុំសេចក្តីសុខនិងសេចក្តីចម្រើនដល់ប្រទេសជាតិនិងប្រជាពលរដ្ឋគ្រប់គ្នា